សំឡេងទឹកហូរជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺទៅបូមបៀននៅខាងលិចព្រែកពុកម៉ែបងប្អូនហើយបូមគេហៅថាតាពីងច្រវាតែពេលព្រឹកហ្នឹងគឺចុះអាប់ឡើងងឹតទៅសូនតែម្ដងពុកម៉ែបងប្អូនហើយមើលចុះណាឡើងសពេញវាលតែម្ដងណាមើលអត់ចង់ឃើញទេកបីគោលៃមកហ្នឹងគឺងឹតតែម្ដងឥឡូវហ្នឹងគឺចាប់ផ្ដើមមកដល់តាពីងហើយពុកម៉ែបងប្អូនណាគឺសិតតែស្មៅតែម្ដងអូហើយនឹងគេហៅថារែងស្នោពុកម៉ែបងប្អូនហើយស្នោនោះគឺសិតតែផ្លែតែម្ដងហើយនេះគឺជាស្មៅឥឡូវនេះគឺបានមកដល់កន្លែងដែលគេបូមហើយគេត្រងត្រីពុកម៉ែបងប្អូនហ្នឹងដោយត្រីចង្វាភ្លៀងគឺមានត្រីច្រើនយ៉ាងមែនតើសិតតែត្រីហូត្រីដោយមកតាមទយោមានត្រីណៃត្រីត្អូនត្រីចង្វាត្រីកាភ្លៀងកាពឹសគឺច្រើនតែម្ដងឥឡូវនេះគឺបែរមកខាងនេះវិញម្ដងបងប្អូនឲ្យបៀបូមរីងហើយឥឡូវហ្នឹងគឺរៀបចំចាប់ផ្ដើមចាប់តែចាប់ហ្នឹងគឺអត់បានថតទេបងប្អូនណាពីព្រោះអីអត់មានបញ្ហាថតឲ្យហើយមកហ្នឹងគឺតែ3នាក់ទេមើលត្រីអូត្រីទុកកូនហែតមកគេđiហ៎កូនក្រាញ់សុតនោះអត់អត់ទឹកអូត្រីត្អូនឡើងនឹងចាប់ត្រីទៀតឥឡូវហ្នឹងគឺចាប់ត្រីហើយរួចរាល់អស់ហើយពុកម៉ែបងប្អូនក៏ចាប់ដើមបហូរទឹកចូលក្នុងបៀវិញហើយទឹកហូរហ្នឹងគឺស្រស់ស្អាតខ្លាំងមែនតើពុកម៉ែបងប្អូនហើយមើលមកផ្លែតហ្នឹងគឺដូចទឹកហូរពីលើជ្រួញអញ្ចឹងណាលន់រវូតែម្ដងឥឡូវហ្នឹងគឺមកស្ដាប់សំឡេងទឹកហូរពិតទាំងអស់គ្នាសំឡេងទឹកហូរឥឡូវនេះគឺបែរមកមើលត្រីវិញម្ដងពុកម៉ែបងប្អូនហើយត្រីមកបៀគឺចាប់បានមកប៉ុណ្ណឹងច្រើនគូសំដែរហ្នឹងគឺសិតតែត្រីទូតែម្ដងណាគេប្រោះនឹងតង់បើសិនជាមិនប្រោះនឹងតង់ទេគឺត្រីងាប់អស់តែម្ដងត្រីស្រោងហើយនេះគឺជាត្រីល្អិតច្រើនមែនតែនសិតតែត្រីកាភ្លៀងហើយវីដេអូរបស់ខ្ញុំបាទក៏មានតែត្រឹមហ្នឹងផងដែរអរគុណ